ក្នុងមួយរយៈនេះគឺមានការផ្ទុះវែកញែកគ្នាច្រើនមែនទែនតាក់ទងជាមួយនឹង supplement មិនថា protein មិនថា creatine មិនថាអីទេអញ្ចឹងសម្រាប់អ្នកដែលចង់ប្រើហើយយើងមិនដឹងថាគួរតែប្រើឬក៏អត់ហើយខ្លាចតែប្រើទៅវាអត់សុវត្ថិភាពទៅដល់សុខភាពរបស់យើងអញ្ចឹងអានេះគ្រាន់តែជាការយល់ដឹងរបស់ខ្ញុំខ្លះៗដែលខ្ញុំធ្លាប់ស្រាវជ្រាវកន្លងមកអញ្ចឹងសម្រាប់អ្នកដែលចង់ប្រើមិនថា pre workout អ្នកនរគ្នាមិនថាប្រើ protein ឬក៏ creatine ទេអ្នកនរគ្នាបើសិនជាយើងចង់ឲ្យច្បាស់ហ្មងដឹងថាយើងអាចប្រើបានឬមិនអាចប្រើបានអ្នកនរគ្នាអាចទៅឆែកសុខភាពអ្នកនរគ្នាបានដោយការតេស្តឈាមទី1អ្នកនរគ្នាអាចទៅពិនិត្យទៅមើលមុខងារថ្លើមរបស់អ្នកនរគ្នាតើវាល្អអត់ទី2ទៅមើលមុខងារតម្រងនោមរបស់អ្នកនរគ្នាតើមុខងារតម្រងនោមរបស់អ្នកនរគ្នានឹងល្អអត់ហើយមួយទៀតសម្រាប់អ្នកដែលចង់ប្រើ creatine អ្នកនរគ្នាទៅអាចទៅឆែកឈាមមើលបានដែរតាក់ទងជាមួយនឹង creatinine អញ្ចឹងតើនៅក្នុងមុខងារ creatinine របស់អ្នកនរគ្នាហ្នឹងតើវាគ្រប់គ្រាន់នៅវាខ្វះឬក៏វាលើសហើយបើសិនជាអ្នកនរគ្នាមិនចង់ទៅឆែកឈាមទេអ្នកនរគ្នាអាចតាមដានទៅលើអាការៈរបស់យើងឬក៏សញ្ញានៅលើរាងកាយរបស់យើងទី1តើអ្នកនរគ្នាមានភ្នែកពណ៌លឿងអត់ទី2តាក់ទងជាមួយនឹងការនោមអ្នកនរគ្នាមាននោមពពុះឬក៏មានពណ៌ដិតលឿងដិតខ្លាំងអត់អាហ្នឹងគឺជារោគសញ្ញាតិចតួចទេអ្នកនរគ្នាប៉ុន្តែវាមិនប្រកបវិជ្ជាគាត់ថាយើងអាចតាមដានហើយក៏ដូចជាអាចកត់សម្គាល់បានអញ្ចឹងបើសិនជាអ្នកនរគ្នាមាននោមពពុះមកច្រើនអញ្ចឹងយើងមិនគួរញ៉ាំទេអញ្ចឹងមានន័យថាតម្រងនោមរបស់អ្នកនរគ្នាហ្នឹងអាចនឹងមានបញ្ហាហើយទី2នៅពេលដែលភ្នែកអ្នកនរគ្នាឡើងលឿងអញ្ចឹងមានន័យថាមុខងារថ្លើមរបស់អ្នកនរគ្នាក៏អាចមានបញ្ហាដែរក៏ប៉ុន្តែវាមិនប្រកប 100% ថាវាពិតជាអញ្ចឹងមែនលុះត្រាតែអ្នកនរគ្នាទៅឆែកឈាមមើលហើយទៅ consult ជាមួយនឹងដុកទ័រឬក៏ពេទ្យបន្ថែមទៀតបានយើងដឹងថាតើយើងពិតជាមានអាការៈឬក៏ដូចជាមានជំងឺឬក៏ខ្សោយពិតមែនអត់អញ្ចឹងសម្រាប់បច្ចុប្បន្ននេះមានមនុស្សជាច្រើនគាត់បានទៅលាងឈាមមិនថាក្មេងមិនថាចាស់មិនថាពេញវ័យទេគឺមានច្រើនមែនទែនតាក់ទងជាមួយនឹងការលាងឈាមហ្នឹងអញ្ចឹងដើម្បីអ្នកនរគ្នាជៀសវាងទៅលើអាការៈទាំងអស់ហ្នឹងអ្នកនរគ្នាត្រូវដឹងអំពីសុខភាពរបស់ខ្លួនឯងសិនថាតើសុខភាពរបស់អ្នកនរគ្នាដល់កម្រិតណាហើយតើយើងអាចប្រើ creatine បានអត់តើយើងគួរតែប្រើបន្ថែមទៅលើ protein ទៀតឬក៏អត់ឧទាហរណ៍ថានៅពេលដែលអ្នកនរគ្នាទៅឆែកទៅឃើញ creatine អ្នកនរគ្នាខ្ពស់មែនទែនវាលើស max ហើយតាក់ទងជាមួយនឹងមុខងារតម្រងនោមអ្នកនរគ្នាចុះខ្សោយអញ្ចឹងវាអាចនឹងទៅដល់ដំណាក់កាលទី1ទី2ទី3ឬទី4អីចឹងទៅឬក៏មុខងារថ្លើមរបស់អ្នកនរគ្នាខ្សោយអញ្ចឹងយើងមិនគួរប្រើ protein ឲ្យច្រើនពេកទេហើយយើងក៏មិនគួរប្រើ creatine ដែរយើងក៏មិនគួរប្រើ pre workout ដែរអញ្ចឹងអាកត្តាទាំងអស់ហ្នឹងហើយគឺយើងត្រូវដឹងថាចាំបាច់ថាតើសុខភាពរបស់អ្នកនរគ្នាដល់កម្រិតណាហើយអញ្ចឹងមិនថាក្មេងមិនថាចាស់មិនថាពេញវ័យទេអ្នកនរគ្នាត្រូវទៅឆែកសុខភាពសិនមុននឹងយើងប្រើប្រាស់ខ្ញុំសូមបញ្ជាក់ទីអ្នកនរគ្នាអ្វីដែលគេបង្កើតឡើងមកផលិតឡើងមកតាមពិតវាល្អទេប៉ុន្តែវាសមស្របជាមួយនឹងកត្តាសុខភាពរបស់យើងអត់វាសមស្របសម្រាប់យើងដែលយើងប្រើប្រាស់អត់អញ្ចឹងវាត្រូវការឲ្យយើងមានចំណេះដឹងយើងត្រូវការមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការដែលយើងត្រូវទៅប្រើ supplement ទាំងអស់ហ្នឹងអញ្ចឹងជាចុងក្រោយបើសិនជាអ្នកនរគ្នាចង់ដឹងថាអ្នកនរគ្នាអាចប្រើ supplement ទាំងអស់ហ្នឹងបានអត់សូមអ្នកនរគ្នាទៅឆែកសុខភាពតាក់ទងជាមួយនឹងការតេស្តឈាមជាមុនសិនពីព្រោះអាការៈតាក់ទងជាមួយនឹងការមុខងារខ្សោយតម្រងនោមមុខងារខ្សោយថ្លើមវាអត់បង្ហាញអាការៈអីខ្លាំងមកលើឲ្យអ្នកនរគ្នាឲ្យចាប់អារម្មណ៍ទេពីព្រោះពេលខ្លះនៅពេលដែលអ្នកនរគ្នាខ្សោយមុខងារតម្រងនោមឬក៏អ្នកនរគ្នាខ្សោយមុខងារថ្លើមពេលខ្លះក៏យើងអត់ដឹងដែរនៅពេលដែលអ្នកនរគ្នាទៅឆែក